สุดได้ในตรงอัคเนียนะแล้วนี้ยมกำปงแต่ดาวแต่เฮลานนำเป็นติงชูโอจะล้ำเนี่ยมีลานเต้แล้วยมปงแต่สมได้แต่เริ่มมาโตจากกระปงแต่ดาวคลิกเคลอะแต่ให้เนี่ยแต่อัคเนียสมจริงแล้วนี้ขยมกระปงแต่หักล่างเริ่มมาโตเนี่ยอัคเนียบายตาเยิงแต่ตรงอัคเนียในตามเพลย์นะอัคเนียคือเมียนบ่ามเชอสานเหมือนเต้นวกผสมជាមួយនឹងខ្ញុំកំពុងតែជិះម៉ូតូយ៉ាងលឿនខ្មាញ់កំដៅទៅកន្លែងទិញមជូរនេះតាមផ្លូវអ្នកនរគ្នាគឺផ្ទះបុរីនឹងឡាននោះស្អាតមែនទែននិយាយទៅយើងចូលកន្លែងហ្នឹងគឺមានអារម្មណ៍ថាអូវ៉ាវតែឥឡូវនេះខ្ញុំកំពុងតែជិះតាមផ្លូវថតសកម្មភាពតាមផ្លូវដើម្បីបងប្អូនមើលទាំងអស់គ្នាហើយឥឡូវខ្ញុំមកដល់បុរីគេហៅថាបុរីពិភពថ្មីនេះខ្ញុំជិះមកដល់ហើយឃើញព្រាបហោះឡើងពេញនឹងអ្នកនរគ្នានេះខ្ញុំចេញទៅតាមផ្លូវឆ្ពោះទៅកាន់កន្លែងលក់ជូរហើយនេះខ្ញុំនៅមកដល់តាមផ្លូវគឺជាប់ស្តុបពេលចឹងទៅខ្ញុំឈប់នៅមកស្ទុះហើយបាទខ្ញុំបន្តទៅមុខទៀតនេះកំពុងតែឈប់ស្តុបហើយអ្នកនរគ្នាហើយនេះគឺខ្ញុំបានឆ្លងស្តុបហើយឥឡូវខ្ញុំកំពុងតែជិះទៅទៀតដើម្បីស្វែងរកកន្លែងលក់ជូរដែលមានអំបិលឆ្ងាញ់ដើម្បីប្រាប់បងប្អូនអ្នកនរគ្នាថាមានរសជាតិយ៉ាងណាអញ្ចឹងចាំបងប្អូនទៅមើលទាំងអស់គ្នាឥឡូវនេះខ្ញុំបានមកដល់ហើយមកដល់កែងចិត្តដល់កន្លែងលក់មជូរនឹងហើយបងប្អូននេះគឺខ្ញុំបានមកដល់ហើយនេះគឺមជូរដែលពួកខ្ញុំបានមកទិញអញ្ចឹងបងប្អូនចាំមើលទាំងអស់គ្នាថាកន្លែងគាត់មានអីខ្លះអញ្ចឹងបងប្អូនអាចមើលខាងផ្លាកយីហៅខាងមុខនឹងបានគាត់ដាក់លក់មជូរដែលថ្មីពិភពថ្មីមជូរឆ្ងាញ់ណាតោះអញ្ចឹងបងប្អូនចាំមើលទាំងអស់គ្នានេះគឺមកជូរទៅកន្លែងគាត់មើលទៅទៅនោះហើយដែលសំខាន់គឺអំបិលឆ្ងាញ់នេះគឺគ្នាខ្ញុំម្នាក់ទៀតអញ្ចឹងពួកខ្ញុំបានមកមួយគ្នាចាំបងប្អូនចាំទៅមើលទាំងអស់គ្នានេះអំបិលយើងទៅមើលអំបិលថាតើគាត់មានអំបិលអ្វីខ្លះទៅគឺខ្ញុំបានឲ្យបងប្អូនមើលអញ្ចឹងនេះគឺជាអំបិលប្រហុកទៅគឺឆ្ងាញ់មែនទែនអត់ឲ្យខុសបំណងទេហើយនេះគឺជាអំបិលទៅនៅកន្លែងគាត់មានអំបិលច្រើនរសជាតិខ្លាំងមែនទែនអញ្ចឹងអាស្រ័យទៅលើបងប្អូនដែលគាត់ចង់ញ៉ាំឬក៏ចូលចិត្តហឹរឬក៏មិនហឹរបងប្អូនអាចមើលតាមនឹងបានហើយនេះគឺពួកខ្ញុំកំពុងតែបើកមើលអំបិលគាត់ថាគាត់មានរសជាតិអីខ្លះអញ្ចឹងដើម្បីពួកខ្ញុំយកអញ្ចឹងបងប្អូនអាចមកមើលបាននៅកន្លែងគាត់មានអំបិលដែលបងប្អូនគាត់ថាបងប្អូនចូលចិត្តនឹងចូលចិត្តញ៉ាំប្រភេទអំបិលបែបនេះបងប្អូនអាចមកមើលនៅកន្លែងបានចាទៅគឺកន្លែងគាត់គឺខ្ញុំឲ្យរែកឆ្ងាញ់មែនទែនអំបិលចាបងប្អូនទាំងអស់គ្នាឥឡូវពួកខ្ញុំបានមកដល់កន្លែងនេះហើយអញ្ចឹងពួកខ្ញុំកំពុងតែអង្គុយ unboxing អំបិលដែលខ្ញុំបានទិញមុននឹងទាំងអស់គ្នានេះដៃ3ដៃ4មកគ្នា review បឡូម្នាក់ប្រហែលម្នាក់កាយញួរដាក់មាត់និយាយទៅគឺពីឆ្នាំជាតិស្លាប់តែហ្មងណាតោះអញ្ចឹងបងប្អូនចាំមើលទាំងអស់គ្នាថាមាត់អ្នកញ៉ាំនេះយ៉ាងមិនដែរអូហាយូរទៅញ៉ាំមកទៅបិទភ្នែកហោះដល់ខាត់ប្រចាំតើអ្នកអរគ្នាកុំអានលេងសើចច្រើនហើយទៅមើលទាំងអស់គ្នាទៀតនេះគាត់គង់នៅដៃរបស់ខ្ញុំនេះគឺប្រហុកអ្នកអរគ្នានិយាយទៅគឺឆ្ងាញ់មែនទែនសូមអធិស្ឋានផងដែលមានប្រភេទមានអីបើដោយសារថាខ្ញុំថតបដាខ្ញុំមើលមេរៀនបដាអញ្ចឹងកុំប្រកាន់តែយើងតវីដេអូយើងទៀតឥឡូវកំពុងតែunboxing នេះដៃខ្ញុំគឺកាន់អំបិលអ្នកនរគ្នាអូជាខ្ញុំជ្រុកហើយចាំមើលទាំងអស់គ្នាចូលមាត់ហើយទៀមហាមអូយនិយាយថានេះឆ្ងាញ់ក្នុងចិត្តអូឆ្ងាញ់ចឹងអ្នកនរគ្នាចាំមើលទៀតថារសជាតិអំបិលទាំង3មុខហ្នឹងដែលខ្ញុំបានទិញមកហ្នឹងគឺមិនដែរអ្នកនរគ្នានេះអំបិលខ្ញុំពងកាន់នេះគេហៅថាអំបិលសាច់ផាត់និយាយទៅគឺអំបិលហ្នឹងមានសាច់ផាត់នៅលាយជាមួយនឹងអំបិលហ្នឹងគឺឆ្ងាញ់មែនទែនអ្នកនរគ្នាហើយនេះម្នាក់ខ្លះតូចខ្លះទីដៃទេជើងនិយាយថាឆ្ងាញ់គឺចិត្តលូកដៃ2ដៃ3និយាយថាបានជូរជុំគ្នាអញ្ចឹងនិយាយពីមិនឲ្យខុសបំណងទេនិយាយគឺឆ្ងាញ់តែហ្មងតោះចឹងបងប្អូនមើលទាំងអស់គ្នាថាមាត់ខ្ញុំត្រៀមទៀតហើយថាដាក់មួយផ្លឹប2ផ្លឹបទៅអស់លីងតែហ្មងតោះយើងត្រៀមហាំឆ្ងាញ់គ្នាកុំនិបទឹកមាត់អីតោះចឹងវីដេអូរបស់ខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអញ្ចឹងចាំបងប្អូនជួយ subscribe វីដេអូរបស់នាងខ្ញុំបើសិនជាមានកន្លែងណាខុសឆ្គងអីសូមអត់ទោសសូមអធិស្ឋានផងចាសូមអរគុណសូមជម្រាបលា